មុំមកនេះស្ពឺចលកអំអឺស្មើ FE គុណនឹង E អំ E ស្មើនឹង FE គុណនឹង E មែនខ្ញុំតោះណាសរុបមុននឹងតោះមកមើលការស្លាយមុនទាំងអស់គ្នាសិនស្ពឺគឺជាម៉ាស៊ីនងារម្យ៉ាងដែលគេប្រើដើម្បីបញ្ជូនចលនាពីស្ពឺមួយទៅស្ពឺមួយទៀតតាមរយៈធ្មេញរបស់វាអញ្ចឹងមានន័យថាបើសិនជាពង្ស្ពឺចលកស្ពឺតុបវានឹងវិលដែរប៉ុន្តែនៅក្នុងបរិមាណកម្លាំងឬក៏ល្បឿនវាគឺខុសពីមុនបាទអញ្ចឹងយើងអាចធ្វើការអង្កេតមើលទៅលើរូបនេះតើយើងសង្កេតមើលថាគោលបំណងនៃការប្រើស្ពឺនោះក្នុងប្រយោជន៍អីអញ្ចឹងវីដេអូមុនយើងបានមើលឲ្យពីអត្ថប្រយោជន៍របស់កង់យងគឺយើងបញ្ជូនចលនាពីកង់យងមួយទៅមួយទៀតតាមរយៈខ្សែពានអាចថាគោលដៅនៃការបង្កើនកម្លាំងឬក៏បង្កើនល្បឿនអញ្ចឹងបើសិនករណីលោកគ្រូបបិលតូចនេះស្ពឺតូចណាអញ្ចឹងពេលដែលកូនពូផលកម្លាំងចលកររបស់យើងធ្វើការបង្វិលតូចនេះទៅអញ្ចឹងអាធំវាវិលដែរអញ្ចឹងយើងថាអាធំនេះគឺជាស្ពឺតុបអញ្ចឹងកាលណាស្ពឺចលករតូចជាងស្ពឺតុបមានថាគោលបំណងធំគេគឺគេចង់បង្កើនកម្លាំងឲ្យខ្លាំងជាងមុនអញ្ចឹងគឺគេអាចបង្វិលតូចដោយកម្លាំងល្មមទៅហើយអាធំវានឹងបង្កើននៅកម្លាំងខ្លាំងជាងមុនតាមរយៈការបង្កើនទំហំឬក៏ចំនួនធ្មេញរបស់វានឹងឯងតែឥឡូវយើងមើលបាតុភូតយើងចាក់ស្ដែងមានថានៅក្នុងស្ពឺក៏ដូចកង់យកដែរវាមិនមែនមានតែកងខាងក្រៅនោះទេតែវាមានស្នូតអានេះស្នូកដានេះដែលវាមានកម្ម air 0អញ្ចឹងអាស្នូតអាហ្នឹងគឺជាបេះដូងដ៏សំខាន់ក្នុងការស្រាយរកមុនមកស្ពឺក៏ដូចជាផលមេកានិករបស់វាអញ្ចឹងស្នូតអាហ្នឹងហេតុអីបានវាសំខាន់ម៉េចយើងត្រូវដឹងថានៅពេលដែលយើងធ្វើការបង្វិលស្ពឺចលករដំបូងយើងមិនមែនប្រើដៃយើងទៅបង្វិលអាកង់ធ្មេញនៅខាងក្រៅនេះទេគឺយើងត្រូវភ្ជាប់វាជាមួយម៉ូទ័រឬមួយក៏របស់អីមួយដើម្បីបង្វិលពីស្នូកដាហ្នឹងទៅអញ្ចឹងយើងបង្វិលಅಥವಾយើងមានដៃបង្វិលមួយគឺយើងបង្វិលអាស្នូកដាហ្នឹងទេឲ្យវាវិលខ្លាំងវិលខ្សោយមិនមែនយើងបង្វិលពីខាងក្រៅទៅហ្មងទេជាហេតុធ្វើយើងស្រាយគឺយើងគិតចេញពីស្នូកដាហ្នឹងដែរគឺ FE យើងធ្វើចេញពីស្នូកដាដែលវាមានកម្ម air 0ហ្នឹងហើយអញ្ចឹងយើងដឹងស្រាប់ហើយនៅពេលយើងបង្វិលទៅគឺខាងក្នុងវិលខាងក្រៅក៏វិលដែរអញ្ចឹងកាលណាខាងក្រៅវិលនេះជាហេតុធ្វើឲ្យវាបង្វិលនៅស្ពឺមួយទៀតដោយសារស្ពឺមួយទៀតមានធ្មេញប្រតិកលាជាមួយទី1នឹងដែរគាត់ថាវាវិលក្នុងទឹកដៃប្រជះមុនអញ្ចឹងការធ្វើឲ្យស្ពឺមួយទៀតវិលគឺវានឹងបានធ្វើឲ្យស្ពឺខាងស្ដាំហ្នឹងហើយមួយទៀតហ្នឹងគឺវារងនៅកម្លាំងដែរអញ្ចឹងការរងនៅកម្លាំងនាំឲ្យវាមានផលរង្វិលហើយផលរង្វិលខាងក្រៅនាំឲ្យកើតមាននៅផលរង្វិលខាងក្នុងនេះដែលជាកន្លែងដែលយើងភ្ជាប់វាទៅកាន់គ្រឿងទទួលឬក៏បន្ទប់របស់យើងដែលយើងចង់ប្រើកម្លាំងលើវាហ្នឹងអញ្ចឹងមានថាបើសិនជាយើងបង្កើតបានជាកម្លាំង FE អញ្ចឹង FE ហ្នឹងគឺវាត្រូវនៅ Snow Act នេះ FE នៅខាង Snow Act FE ក៏នៅក្នុង Snow Act ដែរអញ្ចឹងបើពួកយើងបានមកវីដេអូមុនយើងដឹងហើយ FE និង FE គឺនៅក្នុង Snow Act ទេមិនមែននៅខាងក្រៅទេខាងក្រៅគ្រាន់តែជាកម្លាំងដែលយើងប្រើដើម្បីបញ្ជូនចលនាពីស្ពឺមួយទៅស្ពឺមួយឬក៏ពីកង់យងមួយទៅកង់យងមួយតែប៉ុណ្ណោះតើឥឡូវចាប់តាមធ្វើការពិនិត្យមើលទៅលើលក្ខខណ្ឌនៃកង់យងឬក៏សំដៅលក្ខខណ្ឌនៃស្ពឺទុកនឹងស្ពឺចលកររបស់យើងអញ្ចឹងទី1ក៏និយាយទៅលើមុខម៉ងស្ពឺចលករបាទអញ្ចឹងត្រង់នេះយើងវិភាគដូចមុនដដែលទេគឺអាស្ពឺចលករនេះវាមានកម្ម air 0បាទអញ្ចឹងអាកម្ម air 0នឹងដែរគឺជាកម្ម Snow Act ដែលមាននៅកណ្ដាលដែលជាកន្លែងដែលយើងប្រើដើម្បីភ្ជាប់ Snow នឹងទៅកាន់កន្លែងដែលយើងប្រើកម្លាំងចលករអាចភ្ជាប់ទៅកាន់ motor អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងប្រើកម្លាំង FE យកទៅបង្វិល Snow Act ហ្នឹងចឹងអាកម្លាំង FE នឹងដែរវាធ្វើឲ្យតួនៃស្ពឺទាំងមូលគឺវាវិលអញ្ចឹងដំណាក់កាលដំបូងគឺវាមាននៅផលគុណរវាង air 0នេះ air 0ដែលជាកម្មនៅកណ្ដាលហ្នឹងគុណគ្នាជាមួយ FE បាទអញ្ចឹងគឺមុំម៉ងចលករគួរឲ្យតាំងវាដោយ ME 0នៅខាងក្នុងហ្នឹងអញ្ចឹង ME 0ហ្នឹងគឺវាកើតចេញពី FE ដែលជាកម្លាំងចលករចេញពី motor របស់យើងភ្ជាប់មួយ Snow Act គុណគ្នាជាមួយនឹង air 0ដែលជាកម្មនៃ Snow Act របស់យើងហ្នឹងគឺជាបបែងដាច់ក្នុងនៃមុំម៉ងតូចហ្នឹងណាអញ្ចឹងគឺលក្ខខណ្ឌទី1ដែលយើងត្រូវដឹងគឺប៉ុណ្ណឹងចុះមកកាន់លក្ខខណ្ឌទី2យើងនឹងថាដោយសារតែស្ពឺហ្នឹងវាមានអនុវត្តជាមួយគ្នាទេអញ្ចឹងមានថាអាស្ពឺខាងក្រៅនេះវានឹងបវល់ទៅមានអតិពលទៅលើស្ពឺ B អញ្ចឹងយើងអាចនិយាយថាបានថានៅខាងក្រៅហ្នឹងគឺវាមានមុំម៉ងមួយទៀតគឺជាមុំម៉ង ME លោកតាម ME ធម្មតាចុះតែពីហ្នឹងគឺវាស្មើទៅគ្នាទេអញ្ចឹងមានថាខាងក្រៅហ្នឹងគឺជាកម្លាំងថ្មីដែលជាកម្លាំងដែលយើងប្រើដើម្បីបវល់ស្ពឺខាងក្រៅមិនមែនខាងក្នុងទេបាទអញ្ចឹងយើងអាចសរសេរថាលោកតាម S ធម្មតាហើយកូនគ្នាជាមួយ R លើកនេះគឺជា AE ដែលជាកម្មរបស់ស្ពឺរបស់យើងបាទអញ្ចឹងយើងអាចធ្វើការបកស្រាយបន្តទៀតបានថានៅក្នុងសម័យកាលរបស់យើងលក្ខខណ្ឌទី1គឺស្ពឺចលករយើងមានសម័យកាលប៉ុណ្ណឹងឥឡូវយើងមើលមកកាន់ស្ពឺតុបម្ដងតើស្ពឺតុបយើងស្រាយបានបែបណាស្ពឺតុបលោកគ្រូអាចសរសេរថាមុំម៉ងស្ពឺតុបចឹងក៏វាមានមុំម៉ងខាងក្នុងនិងខាងក្រៅចឹងដែរចឹងមែនតើនៅពេលយើងបង្វិលគឺកម្លាំងរបស់យើងនេះកម្លាំងខាងក្រៅយើងហៅថាកម្លាំង F នេះ F ហ្នឹងគឺរួមគ្នាមកទាំងពីរហ្នឹងចឹងកម្លាំង F ហ្នឹងគឺខណៈឆ្វេងរងកម្លាំងប្រមាណអាស្ពឺតុបខាងស្ដាំហ្នឹងក៏វាវិលដោយកម្លាំងប៉ុណ្ណឹងដែរចឹងមុំម៉ងយើងមានពីរដូចគ្នាគឺ MR 0ហើយនិង MR ធម្មតាអញ្ចឹង MR ធម្មតានេះគឺជាមុំម៉ងផ្នែកខាងក្រៅនេះដែលកើតចេញពីកម្លាំង F គុណគ្នាជាមួយនឹងកម្ម Air នៃស្ពឺតុបអញ្ចឹងលោកយក F គុណនឹង Air ដែលជាកម្មខាងក្រៅហ្នឹងគឺជាផលរង្វិលផ្នែកខាងក្រៅអញ្ចឹងមុំម៉ងឬក៏ផលរង្វិលផ្នែកខាងក្នុងគឺជាតួឯកឬក៏ក្តៅធំរបស់យើងនេះគឺអាស្ពឺក្នុងនេះគឺជាស្ពឺដែលយើងប្រើដើម្បីភ្ជាប់ទៅកាន់គ្រឿងទទួលឬក៏គ្រឿងដែលយើងចង់ប្រើកម្លាំងលើហ្នឹងអញ្ចឹងហើយមានន័យថាខាងក្នុងនេះគឺ FR ដែលយើងយកមកប្រើហ្នឹងគឺជា FR ដែលត្រូវគុណជាមួយនឹងគុណគ្នាជាមួយ R0 ដែលជាកម្មរបស់វាអញ្ចឹងសម័យកាលពីយើងក៏ទទួលបានផលដែលតំណងតាមគោលការណ៍រក្សាមុំម៉ងនឹងដែរអញ្ចឹងទាំងស្ពឺទី1និងស្ពឺទី2វាមានគោលការណ៍រក្សាមុំម៉ងរបស់វារៀងៗខ្លួនដោយសារតែវានៅលើ app តែមួយប៉ុន្តែទាំងពីរហ្នឹងគឺវាអត់ស្មើគ្នាទេមុំម៉ងទាំងពីរហ្នឹងអញ្ចឹងឥឡូវលោកគ្រូធ្វើការយកពីរធៀបជាមួយមួយដើម្បីទទួលបានរូបមន្តផលធៀបឬក៏ផល mechanic អញ្ចឹងគ្រូដាក់ឲ្យយកពីរធៀបមួយធៀបនឹងចែកណាអញ្ចឹងយើងបានពីរធៀបមួយមានន័យថាយើងយក FR គុណនឹង R0 ចែកនឹង FE គុណនឹង R0 គឺយកអង្គខាងឆ្វេងនេះចែកគ្នាមកអង្គខាងឆ្វេងគ្នាវាបាទអញ្ចឹងយកអង្គខាងស្ដាំធៀបមកខាងស្ដាំគ្នាវាគឺ F គុណនឹង AR ចែកគ្នាជាមួយនឹងអង្គស្ដាំនៃសម័យកាលមួយគឺ F គុណនឹង AE អញ្ចឹងយើងនៅតែអាចសម្រួលចោលបាននៅຂະຫນាតឬក៏តម្លៃរបស់ F ដែលវាមានតម្លៃស្មើគ្នាអញ្ចឹងយើងទទួលបាននៅផលធៀបរបស់យើងគឺ FA លើ FE ស្មើនឹង AR លើ AR អញ្ចឹងនេះគឺជាសម័យកាលដែលយើងត្រូវយកមកប្រើដើម្បីធ្វើការរកផល mechanic អញ្ចឹងបាទអញ្ចឹងហ្នឹងគឺជាផល mechanic នៃស្ពឺរបស់យើងចុះឥឡូវមុំម៉ងវិញអញ្ចឹងមុំម៉ងដូចដែលយើងស្រាវជ្រាវខាងលើមិនអញ្ចឹងគឺមុំម៉ងវាមានពីរប្រភេទអញ្ចឹងបើសិនជាមុំម៉ងចលករ
ចលកគឺវាមាន2 minute គឺយើងអាចតាំងវាដោយ m គឺអាចសរសេរថាយក f គុណនឹង a 0ក៏បានឬក៏យក f យើងខាងក្រៅនោះគុណជាមួយ a ក៏បានអញ្ចឹងសំខាន់ការចាប់គូនគឺសំខាន់មែនតើដោយសារតែ f គឺវាមានអំពើទៅលើកម្មនៃ Snow នៅខាងក្នុងនោះមិនមែនកម្មខាងក្រៅទេអញ្ចឹងយើងត្រូវតែគុណឲ្យត្រូវជាមួយគូរបស់វាហើយចំណែកឯមុំម៉ងទុបវិញអញ្ចឹងមុំម៉ងទុបក៏អញ្ចឹងដែរគឺ m a យើងត្រូវយក f គុណគ្នាជាមួយនឹង a 0ដែលជាកម្មនៃ Snow របស់វាហើយគុណគ្នាជាមួយ f ហើយឬក៏អាចសរសេរស្មើនឹង f គុណគ្នាជាមួយ a ក៏បានដែរអញ្ចឹងមុំម៉ងទុបនិងមុំម៉ងចលកតែខាតគឺត្រូវតែប្រាប់នៅកម្មSnow មកឬក៏ប្រាប់នៅកម្លាំងដែលយើងប្រើដែលស្ពើនីមួយៗមានអំពើលើគ្នានឹងបាទអញ្ចឹងសរុបមកយើងទទួលបានរូបមន្តផលមេកានិកនៃកម្មយន្តក៏ដូចជាផលមេកានិកនៃស្ពើ